ជើងក្រោមមួយពីខនសមាលីលោកនាងក្រាបប្រសាបងតជើងក្រោមសងពីពីបលតរៀបមួយពីពីបលនៅតែព្យាយាមដាល់យកបោះស្ដាំមួយស្រាលពីខនសមាលីជ្រុងជើងសេះពីពីបលសូមជម្រាបថាទោះមិនបងខ្ញុំមិនបង្ខំដែរសម្រាប់គូនេះព្រោះថាគូចាខ្សែក្បាត់ចឹងគេវាយប្រយ័ត្នណាស់ចាមិនជើងបាដៃគឺត្រូវតែច្បាស់តែម្ដងចាមិនបាច់បុកយកសន្លប់ក៏បានបោះឆ្វេងស្ដាំពីកីឡាករខនសមាលីគាត់ជើងក្រោមមួយពីកីឡាកររ៉ាត់ពីបលសម្លឹងសម្លាក់គួរតែចាក់កន្លែងណាព្រោះល្អទាំងពីរអញ្ចឹងតកាត់មួយជើងទៅជើងបាត់បានពីសមាលីបង្គោលទាវមួយជើងពីខនសមាលីពីបលអត់កញ្ជ្រោលតាមឡើយពីបលដើរចូលតិចតិចពីបលបោះពុកទឹកមួយគាត់បានមួយជើងទៀតពីរ៉ាត់ពីបលបង្គោលក្រហមរៀបពធានតែអត់ចេញទេខនសមាលីដើរចូលតាត់ជើងក្រោមពីខនសមាលីកីឡាករបង្គោលទាវដើរចូលបោះបានមួយនេះល្អណាស់រត់ពីបលបែរជាសម្លឹងសម្លាក់រកកន្លែងត្រូវតាត់ជើងក្រោមពីសមាលីពីបលថាឲ្យដាក់ទៀតមកស្ទើរណាស់ប៉ុណ្ណឹងតែតាត់ជើងក្រោមទៀតពីរ៉ាត់ពីបលចាំបងប្អូនស្អាតទាំងអស់គ្នានៅសល់ច្រើនគូណាថ្ងៃនេះសិតតែពេញស្នេហ៍ពេញលេងតែម្ដងទឹកមួយទេសម្រាប់គូនេះហើយក៏ជាគូទី1ដែរបោះកណ្ដាប់ដៃពីសមាលីទៅវិញចូលរង្វង់ប្រចាំពីខនសមាលីមកជើងទៀតពីកីឡាកររ៉ាត់ពីបលមកជើងពីសមាលីជើងជួយពោះកាប់ចាក់អាប់ណាស់ញាក់ញុចមួយញុចពីរបោះកណ្ដាប់ដៃជួយមួយស្រាចលោលុកតត់មកជើងពីខនសមាលីកិច្ចវិញលឿនមកជើងទៀតពីសមាលីវ៉ាដើរចូលមួយទេបោះជួយពីកីឡាករខនសមាលីធាក់តុកមួយបោះកណ្ដាប់ដៃមួយទៀតដើរចូលជួយស្ដាំពីកីឡាកររ៉ាត់ពីបលជង្គង់របស់សមាលីជង្គង់វីបលជង្គង់របស់វីបលជង្គង់សមាលីជង្គង់វីបលសមាលីជង្គង់វីបលមកតមុតបាត់កែងមួយទៀតអើយសមាលីជង្គង់វីបលមកតមុតបាត់កែងមួយទៀតអើយទឹកមួយកែងបាត់ដាច់ជីវីតែម្ដងសមាលីអើយធ្លាប់តែជាជើងខ្លាំងចាត្រូវមកដេកដួលដោយចាសម្រាប់កែងរបស់កីឡាករពីបលទៅវិញនេះហើយខ្ញុំប្រាប់ហើយចាគូខ្សែក្រវ៉ាត់តែមានឱកាសគឺប្រដាច់អញ្ចឹងចាព្រោះការដាក់បន្ទុកមិនងាយស្រួលទេតាមតឹងណាស់អូ my god អ្នកគ្រប់ត្រអីយកអ្នកគ្រប់ត្រអង្គុយលេងឈប់វិញមិនចាយោសមាលីអូយបាទផ្អើលឈុលបាទម៉ាស៊ីនយកមកពីស្មាទីទូថោនឹកស្មានទេមកកែងបាញ់ថ្ងៃនេះធ្វើឲ្យសមាលីដេកចាខ្សឹបប្រាប់គាត់ផងថាកំពុងតែនៅសង្វៀនម៉ាហ្វៃចាពេលខ្លះក្រោកមកអត់ដឹងថាខ្លួនទៅវាយចាប់ទៀតមិនត្រូវទៅមុនចាំបាញ់ទៅចូលពេញលឿនពេកមកកែងបាញ់នេះលឿនចាំមើលយ៉ាងណាយ៉ាងណីលោកទេណយតាន់តឹងvớiខ្ញុំនិយាយមិនខុសមែនមិនចាំបាច់ចៅក្រមដាក់បន្ទូចច្រើនទេសម្រាប់រត់វិបលជប់សិនអរគុណបាទនេះដល់យើងសូមមើលបាទរូបភាពយឺតៗសម្រាប់ការប្រកួតបានមានសិនបាទសូមរូបភាពយឺតៗសិនចាថាតែបាយរូបភាពយឺតៗបន្តិចស្មោះបាទអញ្ចឹងបន្តទៀតទស្សនាបាទរូបភាពយឺតៗសម្រាប់ការប្រកួតខនសមាលីនិងរត់វិបលមកវិញបាទអញ្ចឹងបាទខ្ញុំថាចាគូខ្សែក្បាត់គឺតាមតឹងនេះបាទអញ្ចឹងបន្តទៀតនឹងបានបាទទស្សនាសម្រាប់បាទរូបភាពយឺតៗឥឡូវនេះបាទយើងមិនទាន់ដឹងទេថាតើយ៉ាងហើយសូមចាប់ដៃបង្គោលខៀវដើម្បីបង្កើតលទ្ធផល
បាទដោយសារតែកីឡាករបង្គោលក្រហមប្រកួតខុសលក្ខខណ្ឌកតិកាប្រកួតដូច្នេះគណៈកម្មការបច្ចេកទេសលោកខ្ញុំបានផ្ដល់ជ័យជំនះទៅលើកីឡាករបង្គោលខៀវខុនសូម៉ាលី